សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំអ៊ីនស៊ូខ្ញុំពីអ្នកម៉ាក់ថ្ងៃនេះធ្វើនំចាក់ខ្វាយទាំងអស់គ្នាអានេះជាគ្រឿងធ្វើនំរបស់យើងជាដំបូងម៉ាក់គាត់ដាក់ម្សៅថ្លឹងសិនព្រោះថាយើងធ្វើនំហ្នឹងពីអ្នកម៉ាក់គាត់ទៅជាប៉ែនប្រហែលទេអ្នកនរគ្នានេះម្សៅគាត់ថ្លឹងbaking soda ហើយនឹងម្សៅនំគាត់រូបមន្តនំដាក់អំបិលចូលតមកអានេះម៉ាក់គាត់ច្រកគ្រឿងជាផ្សេងគ្នាដើម្បីងាយស្រួលនៅក្នុងការយើងធ្វើនំចាក់ខ្វាយនេះចាក់ស្ករចាក់អំបិលចូលគ្នាកូរវាឲ្យរលាយចូលគ្នាទុកវាឲ្យរលាយចូលគ្នាឲ្យមកចាំយើងទុកវាផ្សេងឡែកបន្ទាប់មកម៉ាក់គាត់ធ្វើការត្រងម្សៅដើម្បីឲ្យម៉ាត់ងាយស្រួលនៅក្នុងការធ្វើនំរបស់យើងអ្នកនរគ្នាមកម៉ាក់ដាក់ម្សៅនំខិចចូលម្សៅអាទូចនឹងចូលជាមួយនឹង baking soda ចូលតែមកក្រែងចូលគ្នាឲ្យម៉ត់អ្នកនរគ្នាមានយើងដាក់ពងមាន់2គ្រាប់ជាមួយនឹងខ្លាញ់បន្តិចអ្នកនរគ្នារងចាំទស្សនាផល